ជាធម្មតាឲ្យតែខ្ញុំឆ្លៀតបានខ្ញុំនឹងឆ្លៀតឲ្យមិនថាអីវ៉ាន់តិចឬក៏ច្រើនទេហើយភាគច្រើនអីវ៉ាន់ដែលឃើញថតរាល់ដងជាវីដេអូក្តីជារូបស្លឹកក្តីភាគច្រើនអីវ៉ាន់ច្រើនតែតិចដោយសារតែមូលហេតុទី1ដោយសារតែអីវ៉ាន់ចេញច្រើនគឺខ្ញុំរវល់ហើយខ្ញុំខ្លួនឯងផ្ទាល់គឺខ្ញុំជាអ្នករៀបចំអីវ៉ាន់ហ្មងអញ្ចឹងឃើញនៅក្នុងវីដេអូនេះដឹងហើយអញ្ចឹងដោយសារតែថ្ងៃនេះបានក្មួយមកឲ្យជួយថតឲ្យណាអញ្ចឹងឃើញសកម្មភាពខ្ញុំឯងនៅពេលដែលអត់មានមនុស្សនៅកន្លែងអត់ដូចជាអត់មានកូនចៅគឺខ្ញុំនេះហើយគឺជាអ្នករៀបចំអីវ៉ាន់ជូនភ្ញៀវផ្ទាល់អញ្ចឹងរាល់ពេលដែលរៀបគឺបានថតខ្លួនឯងទេអញ្ចឹងឲ្យតែមានពេលដែលខ្ញុំអាចថតបានខ្ញុំនឹងឆ្លៀតថតដើម្បីធ្វើជាវីដេអូក៏ដូចជារូបស្លឹកផុសដើម្បីឲ្យមួយរបស់ខាងសួនអង្គររាជទាំងអស់គាត់ដឹងណាថានៅក្នុងហាងខ្ញុំនេះមានអីខ្លះពេលខ្លះក៏មានពេលតនេធ្វើជាសលេងអញ្ចឹងទៅ voice over អញ្ចឹងទៅពេលខ្លះក៏អត់ពេលអញ្ចឹងទៅក៏ដាក់តែចម្រៀងចោលអញ្ចឹងទៅអញ្ចឹងសម្រាប់ជីវិតអ្នកលក់គឺអ្នកទាំងអស់គ្នាឃើញក្នុងវីដេអូលីផងសែងផងលើកផងបោះផងមួយថ្ងៃគឺរវល់ខ្លាំងណាស់ប៉ុន្តែឲ្យសាច់ការដូចជាមិនសាច់ការអីទេប៉ុន្តែគាត់ថាឲ្យតនេក៏មិនតនេដែរជាធម្មតាគឺរវល់ជាប់រហូតហ្មងហើយក៏អរគុណដែរសម្រាប់ម៉ួយចាស់ម៉ួយថ្មីទាំងអស់ដែលគ្រប់គ្រងនៅលើរុក្ខជាតិក៏ដូចជាការតុបតែងផ្សេងរបស់សេវាកម្មសួនអង្គររាជអរគុណមែនតើ